បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែប3ថ្ងៃនេះខ្ញុំមកបង្ហាញជូនពុកម៉ែបងប្អូនអំពីផ្កាដើមវល្លិ៍រកសបាទនេះដោយសារតែមានបងគាត់ឆាតមកសួរហើយទេមកសួរថារកសនោះផ្កាយ៉ាងម៉េចបាទនេះពុកម៉ែបងប្អូនបាទផ្កាបែបហ្នឹងផ្កាដែលរីកហើយផ្កាមិនទាន់រីកហើយផ្លែស្រៀងនឹងកញ្ជើ3ដៃដែរបាទតែនេះតែនឹងផ្កាទេបាទហើយផ្កាបែបហ្នឹងបង្ហាញជូនតិចបាទហើយស្លឹកនេះផ្នែកស្លឹកបាទស្លឹកអញ្ចឹងខែប្រាំងអត់សូវល្អស្លឹកអញ្ចឹងបាទខាងនេះស្លឹកដែរហើយនេះដើមផ្ទួងដើមមនុស្សខ្ចីបែបនេះបាទហើយខាងនោះដើមរៀងធំបន្តិចនេះអញ្ចឹងនៅពេលដើមដូចធំគឺបែបនេះបាទនេះដើមដូចធំទៅតែនេះសូវធំហ្មងទេប៉ុន្តែទោះឲ្យធំជាងហ្នឹងក៏នៅតែបែបហ្នឹងដែរសម្បល់បែបហ្នឹងអញ្ចឹងរោគសគឺជាលក្ខណៈរុក្ខជាតិជាវល្លិបាទនគលបាទជាវល្លិតោងគេតោងឯងបាទហើយមានបន្លាបាទបន្លាអញ្ចឹងមេឃក៏មានបន្លាដើមក៏មានបន្លាដូចគ្នាដែរបាទនេះបង្ហាញស្លឹកទៀតបាទស្លឹកបែបនេះហើយដើមប្រផេះមិនមែនខាងក្រោមនោះរោគក្រហមនេះរោគសបាទដើមខៀវរោគក្រហមទេបាទហើយនេះផ្កាអញ្ចឹងទៅបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់បាននៅថ្នាំខ្មែរបុរាណផ្សេងហើយរវល់ការងារច្រើនមិនបានរោគក៏ដូចដែលកន្លែងខ្លះអត់មានរោគមិនបានអាចទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏ Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងហើយកុំភ្លេចពុកម៉ែបងប្អូនសូមជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេបាទសូមអរគុណ